វិតរូបខ្ញុំ ជីវិតរូបខ្ញុំជាអ្នកប្រដៅគុណខ្មែរក្បាច់គុណខ្មែរខែតាំងពីបុរាណឆ្លាំងជាប់ផ្ទាំងថ្មប្រាសាទបុរាណល្បែងល្បីឆ្កាងឆ្កានៅលើលោកកាលាយនឹងឈាមសង្គ្រាមប្រដៅជីវិតនេះជារឿងពិតឥតប្រឌិតឡើយធ្វើម្ដេចរូបខ្ញុំត្រូវជ្រើសរើសហើយសូមបងប្អូនអើយគាំទ្រខ្ញុំផងពេលឈ្នះគាំទ្រអបអរស្រឡាញ់ពេលដែលខ្ញុំចាញ់ស្រឡាញ់បាត់អស់សំវៀនសង្គ្រាមស្លាប់រូបបាក់ដៃបាំងជើងរំព្រោះឈ្មោះជាអ្នកប្រដាអ្វីទេចាញ់ឈ្នះជារឿងធម្មតាក្បាច់គុណខេមរាចាជាប្រវត្តិផ្ដាំដល់កូនខ្មែរត្រូវជាឲ្យពុតគ្រឿងញៀនអក្រិតចាចេញឲ្យឆ្ងាយបាទសូមជម្រាបសួរបងប្អូនដែលប្រើប្រាស់នៅបណ្ដាញសង្គម Facebook បាទទាំងក្នុងនិងក្រៅប្រទេសជាទីគោរពបាទនិងជាទីនឹករលឹកបាទផងដែរបាទថ្មីនេះកាលពីថ្ងៃអាទិត្យបាទម្សិលមួយថ្ងៃគឺថារំលងបានតែ2ថ្ងៃទេគឺថាកាលពីថ្ងៃអាទិត្យបាទគឺយើងគួរឲ្យសរសើរយើងមានមោទនភាពបាទចំពោះបាទកីឡាករកម្ពុជាយើងមួយរូបដែលបានទទួលខ្សែក្រវ៉ាត់លំដាប់ពិភពលោកហើយគឺជាកីឡាករទី1ហើយរបស់ព្រះរាជាណាចក្រកម្ពុជាដែលមាន4ប្រទេសចូលរួមគឺមានប្រទេសថៃប្រទេសទូគីប្រទេសកម្ពុជាបាទនិងប្រទេសអ៊ីស្រាអែលនិងប្រទេសស៊ីអែតហើយយើងជាកម្ពុជាគឺថាយើងមានមោទនភាពបំផុតដែលកីឡាករកម្ពុជារបស់យើងបានយកកិត្តិយសជូនជាតិមាតុភូមិបាទនេះគឺជាខ្សែក្រវ៉ាត់បាទដែលកីឡាកររបស់ព្រះរាជាណាចក្រកម្ពុជារបស់យើងបាទទទួលបានបាទសង្ឃឹមថាបងប្អូននឹងបានស្គាល់កីឡាករកម្ពុជាយើងមួយរូបនេះហើយដែលខ្ញុំធ្លាប់សម្ភាសន៍ម្ដងហើយខ្សែជីវិតបាទរបស់គ្នាគឺថាគឺជាអ្នករត់បាទម៉ូតូកង់3ប៉ុន្តែស្រឡាញ់វិស័យក្បាច់គុណបុរាណខ្មែររហូតដល់តស៊ូដល់ត្រចះត្រចង់ទៅលើសៃវៀនប្រដាល់បាទគឺកីឡាករមឿនសុកហ៊ុចបាទពីមុននេះបងប្អូនស្គាល់ថាពុតហ៊ុចបាទហើយយើងឃើញហើយស្នាមរបួសបាទតម្រាំតែបានគឺថាបែកហើយបាក់ហើយនេះយើងឃើញទៅគួរឲ្យអាណិត
bà mền tên bong ôn bạn ai lâu đi chụp bạn nông sông thôi sầm kia chỉ môi nâng cái lá co hai cái sông ở quân đó là page bà là bong ôn mai boxing daily bà kinh lịch bà chỉ cá cái ta ôn pitu bà đây chỉ mà chặt page mai boxing daily tay đẹp sạp chua chỉ môi nâng châm ba thì tay đẹp một cho vô Pormin bạn hay bong ôn cả ai chôn từ mờ page bong ôn pitu chặt page mai boxing daily có bạn đây bạn ấy lớn cho bạn xung phía đó là cái là có robot bridge trên cái cam chuyện bao nhiêu hay khung niệm khi bạn chụp ôn hay khơi to ai bom mình miên ở vây tê mình ta bom đừng miên chỉ thải ca mình tích mình tui mình chưa ra nên ôn chỉ tập chật bom bóng bom mưa lui sân bom ta ở cái tô ôn đi bom xong chun ôn lên tập chật nên chỉ thải ca là bom chùm luôn $10 bà $20 សហរដ្ឋអាមេរិកហើយបងអូនជាអំណោយតិចតួចបាទរបស់បងធ្វើម៉េចបងជាជីវភាពអ្នកកសែតមិនសូវជាអ្នកមានដែរហើយចាំបងជូនទឹកសុទ្ធចំនួន2កេសទឹកសុទ្ធ2កេសរបស់ក្រុមហ៊ុនអ៊ីវ៉ាវាទឹកសុទ្ធដែលគេផ្ដល់ឲ្យបងទេប៉ុន្តែបងផ្ដល់ជូនឲ្យបងអូន2កេសអរគុណបាទហើយបាទជាដំបងសូមកាមេរ៉ាមេត្តាចាប់បងអូននិងព្រោះទស្សនិកជនចង់ឃើញបាទហុចបងចង់សួរថាឆ្នាំនេះបងអូនអាយុប្រហែលឆ្នាំហើយ24ឆ្នាំបង24ឆ្នាំហើយហើយបងចង់សួរអំពីចំបញ្ហាតែម្ដងនៅពេលដែលបងអូនមានឈ្មោះគេជ្រើសរើសប្រទេសកម្ពុជាមួយគេបានសម្រិតសម្រាំងបើតាមមកដឹងគេបានសម្រិតសម្រាំងពិនិត្យពិច័យណាស់ដោយគេមើលឃើញថានៅក្នុងប្រទេសកម្ពុជាប្អូនគឺជាកីឡាករជើងខ្លាំងហើយកម្រមានកីឡាករកម្ពុជាគួតឈ្នះប្អូនណាស់បានគេជ្រើសរើសកម្ពុជាមានតែមួយទេបញ្ជូនប្អូនទៅប្រកួតនៅដណ្ដើមខ្សែក្រវ៉ាត់ថ្នាក់ពិភពលោកពេលដែលមានឈ្មោះប្អូនទៅប្រកួតនៅទឹកដីថៃក្នុងការដណ្ដើមខ្សែក្រវ៉ាត់ពិភពលោកតើប្អូនមានអារម្មណ៍សប្បាយចិត្តបែបណាពេលដែលឮថាមានឈ្មោះទៅប្រកួតខ្ញុំមានអារម្មណ៍រំភើបសប្បាយចិត្តរីករាយដែលកម្ពុជាយើងបានទៅវាយនៅឆាកអន្តរជាតិសប្បាយចិត្តខ្ញុំការនោះប្អូនចេញទៅពីថ្ងៃណាដែរប្អូនចេញទៅគេក្នុង3ថ្ងៃបងទីបាត់ចេញថ្ងៃទី23ចេញទៅថ្ងៃទី25ចេញទៅថ្ងៃទី25វាយថ្ងៃ28យើងប្រកួតនៅថ្ងៃអាទិត្យណានៅថ្ងៃអាទិត្យទី28បាទពេលដែលប្អូនកន្លងមកធ្លាប់ទៅទីក្រុងបាងកកទេធ្លាប់ទៅប្រទេសថៃទេប្អូនអត់ដែរបងលើកទី1គឺថាមិនដែលបានទៅទេអត់ចុះដល់ពេលប្អូនទៅដល់នៅក្នុងទឹកដីថៃដំបូងដែលគេឲ្យទៅមុន3ថ្ងៃនេះដោយថាទៅតាំងពីថ្ងៃទី25ហើយទៅនឹងគេឲ្យយើងការហ្វឹកហាត់ការហូបចុកអីយ៉ាងម៉េចដែរគ្រប់គ្រាន់ទេបងទៅមានការហូបចុកដូចយើងដែរបងមិនសូវជាគ្រប់គ្រាន់ទៅយើងជាយាមខ្លួនឯងមិនគេដាស់តឿននៅតាមខេត្តដែរបងបាទទៅនៅខេត្តសិនហើយបានឡើងទៅប៉ុកថ្ងៃវាយមិនឡើងទៅគេនៅប៉ុកមកយប់ហើយពេលខ្ញុំទៅនៅទីធ្វើការនោះគេនៅខេត្តដែរបាទបាទតែសុំប្អូនមានប្រសាសន៍ឲ្យលឿនតិចអធិស្ឋានណាបងណាតែស្ដាប់បងអត់មានការសំឡេងទេពេលដែលបងទៅដល់ទឹកដីថៃដំបូងហើយក៏ជាទី1បំផុតដែលគេជ្រើសរើសកីឡាករបងអូនគេឃើញថាបងមិនដែលចាញ់ទេនៅស្រុកខ្មែរបាទដល់ពេលចឹងបងមានអារម្មណ៍យ៉ាងម៉េចនៅក្នុងចិត្តក្នុងនាមជាគេហៅថាប្រកួតក្នុងលក្ខណៈលំដាប់ពិភពលោកណាបងមានអារម្មណ៍សប្បាយចិត្តគុំជេរហើយខ្ញុំតាំងចិត្តថានឹងយកខ្សែក្រវ៉ាត់ឲ្យបានដើម្បីជូនប្រទេសជាតិខ្មែរខ្ញុំតាំងចិត្តចឹងបាទចុះពេលទៅដល់ដំបូងមានន័យថាគេឲ្យទៅដល់ប៉ុស្តិ៍ហើយឃើញបងឃើញការចាប់ឆ្នោតតាមផ្សាយរបស់កាសែតថៃទូរទស្សន៍ថៃពេលលោកប្អូនមានអារម្មណ៍យ៉ាងម៉េចទៀតដែរពេលដែលឃើញកីឡាករគេដូចជាសាច់ធំណាដូចជាកីឡាករស៊ុយអេតកីឡាកររបស់ប្រជាជាតិថៃទុកគីនៅកម្ពុជាពេលនោះប្អូនឃើញកីឡាករគេបងឃើញសាច់គេធំមុំណាស់គេធំភ័យអូដែរបងបាទឃើញគេធំដែរភ័យអូប៉ុន្តែខ្ញុំតាំងចិត្តខ្លួនឯងថាខ្ញុំត្រូវតែខំឲ្យអស់ពីលទ្ធភាពរបស់ខ្ញុំឃើញគេភ័យអូដែរភ័យអូតែម្ដងភ័យអូប៉ុន្តែមុននឹងចេញទៅនឹងបងអូនបានហាត់គ្រប់គ្រាន់ទេពីប្រទេសកម្ពុជាយើងទៅបងអូន
ท่านระยะเวลากลาแค่ได้บองในประเทศกัมพูชีไปบ้านឡើងទៅហើយរាល់ថ្ងៃបងអូននៅប្រចាំក្លឹបណាបងអូន ខ្ញុំនៅប្រចាំក្លឹបពុទ្ធស្រីវងប្រៃតតែន បាទអរគុណបងចង់សួរសំណួរបងអូនបន្តទៀតពេលដែលបងអូនមានឈ្មោះជួបជុំទី1ប៉ះជាមួយនឹងកីឡាករណាដែរបងអូន ជុំទី1បាទកីឡាករទូគីបង ទូគី បាទ ប៉ះជាមួយទូគី បាទ ហើយបងអូនប្រកួតក្នុងប្រភេទទម្ងន់ប្រមាណគីឡូក្រាមដែរ ប្រភេទទម្ងន់65បង 65គីឡូក្រាម បាទ ហើយច្បាប់ប្រកួតរបស់គេគេឲ្យប្រកួតប្រមាណទឹកទេបងអូន អ្វីមកលក្ខណៈម៉ារ៉ាតុនបង បាទម៉ារ៉ាតុង ម៉ារ៉ាតុនហើយវា3ទឹកទេ 3ទឹកទេបាទហៅម៉ារ៉ាតុង វាយតទៅទៀត បាទឈ្នះវាយតទៀតទេម្ដង បាទចាញ់ធ្លាក់ ចាញ់ធ្លាក់ បាទ វាយនៅក្នុងថ្ងៃតែមួយហ្នឹងឬក៏យ៉ាងណា វាយនៅក្នុងថ្ងៃតែមួយបង អូអញ្ចឹងមានន័យថាប្រកួតហ្នឹងនៅក្នុងថ្ងៃអាទិត្យតែមួយទេ បាទណា គឺវាយក្នុងវាយតែ3ទឹកទេ បាទ3ទឹក អ្នកណាចាញ់គឺធ្លាក់ បាទ ចាញ់ធ្លាក់តែម្ដង ចាញ់ធ្លាក់ អូប៉ុន្តែចុះដល់ពេលបងអូនជួបកីឡាករទូគីលើកទី1 ពេលប៉ះគ្នា ទី1ខ្ញុំវាយវាស្លុកទឹកទី1តតខូចដៃ អូដែលថាតត់ឲ្យខូចដៃដែលបងមើលដែលបងប្អូនប្រជារដ្ឋខ្មែរយើងនឹងឃើញតត់បាក់ដៃឬពួកអី វាអត់បាក់ទេគ្រាន់តែថាឈឺមិនអាចទ្រាំត្រូវបាន បាទទី1គឺថាតត់កីឡាករទូគីឲ្យខូចដៃតែម្ដង បាទ នៅក្នុងទឹកទី1 បាទ បាទពេលនោះបងឃើញបងអូនគេចាប់បងអូនកាច់កបងឃើញថាអូបងអាណិតបងមើលអាហ្នឹងបងឃើញបងអូនដូចបងចង់អារម្មណ៍ក្តុកក្ដួលថាអូកម្ពុជាយើងហើយមិនគេចាប់កាច់ឃើញគេចាប់កាច់កនឯង ចាប់កាច់ បាទឃើញចាប់កាច់ខ្លួនឯងដូចកាច់ថាដូចកាច់របកជេរអញ្ចឹង គេអ្នកធំជាងមក គេខ្ពស់ប្រហែលបងអូនប្រហែលណាបងអូន គេខ្ពស់ជាងបានហ៊ុនណាមិនចេះនិយាយដែរ បាទប៉ុន្តែច្រើន ចិត្តជាង បងឃើញបងអូនចូលទឹកទី1ស្រាប់តែគេអូនឯងតន់គេមួយជើងដួលតែម្ដង ចាប់ជើងបាន គេចាប់ជើងមកដួលហើយដល់ពេលចូលដល់ពាក់កណ្ដាលទឹកចិត្តទឹកអាទី1ដែរហ្នឹងគេចាប់កាច់ខ្លួនឯងចាប់កាច់កយកបណ្ដោយហើយដល់ពេលនោះបងអូនក្នុងឈុតនោះបងអូនមានអារម្មណ៍យ៉ាងម៉េចពេលដែលបងអូនកំពុងប្រកួតហ្នឹង មានអារម្មណ៍ថាពេលចូលគៀកចាញ់កម្លាំងគេមកពួកគេមានធំហើយនឹងមមទៀតចាញ់កម្លាំងគេដើម្បីខ្ញុំក៏ដកសោតមកវាយប្រយោលវិញ ដូរបច្ចេកទេស បាទបដូរបច្ចេកទេសវាយវិញ មានន័យថាពេលនោះអារម្មណ៍យើងគិតភ្លាមៗតែម្ដង បាទគិត ដេផ្លាសេថាអញ្ចឹងត្រូវតែឆាប់ផ្ដើមឈោទាត់តែម្ដង បាទចាត់តតបើមិនតតជើងឬមួយក៏តតដៃ បងឃើញបងអូនហាក់បីដូចជាព្យាយាមទាត់បំបែកជើងក្រោម បាទជាយាមដែរមិនដែរគេថាវាជើងហ្នឹងវារឹងមាំដែរ ជើងរបស់កីឡាករទុកគីហ្នឹងហ៎ បាទដល់ពេលខ្ញុំតតដៃវិញ បាទមានន័យថាទី1បងអូនចង់ព្យាយាមចាក់កង់បំបែកមកទុតបាទចាក់កង់គេហៅបច្ចេកទេសណាចាក់កង់បំបែកអត់ឲ្យទៅមុខរួចមើលទៅស៊ីមិនបានទេបងអូនចាប់ផ្ដើមដេផ្លាសេមកទាត់ដៃវិញ បាទដូរ ពេលនោះបងអូនអារម្មណ៍បងអូនគិតយ៉ាងម៉េចទេពេលមកទាត់ដៃចាប់ផ្ដើមទាត់ដៃ គិតដំបងខ្ញុំគេពួកខ្ញុំត្រូវខ្ញុំគេថាកីឡាករនឹងអន់ជើងក៏ខ្ញុំព្យាយាមតតជើងបានច្រើនដែរប៉ុន្តែមើលទៅអាការៈគេដូចនៅធម្មតាពឹងដែរបាទគេអីថាដល់ពេលអញ្ចឹងខ្ញុំអូជើងគេតតអត់ទៅទេដល់ពេលខ្ញុំមកបដូរមកតតដៃម្ដង តាត់ដៃទេហ្មងបងអូនចាប់ផ្ដើមបដូរបងឃើញបងអូនទាត់ដូចយកដបងដេញវាយគេហ្មងបងឃើញបងអូន បាទ ឃើញទាត់ដូចចង់10ជើងជាងបងប្រហែលជើងនេះបងអូនអាចចាំបាន 10ជើងដែរបង 10ជើងដែរ មុនវាជប់វាយ បាទមានន័យថាដល់ពេលដែលបងអូនឈ្នះកីឡាករទូគីមួយទៀតទៅគូនឹងហើយបងអូនមានអារម្មណ៍យ៉ាងម៉េចដែរពេលនោះអារម្មណ៍ខ្លួនឯង រំភើបសប្បាយចិត្តមែនតើ បាទ តែបងដែលខ្ញុំប្រកួតនៅឆាកអន្តរជាតិខ្ញុំអាចធ្វើបានល្អ បាទហើយកុំថាឡើយតែបងអូនសំបីតែប្រជាជនខ្មែរដែលគាត់និយមនឹងចូលចិត្តទស្សនាការប្រកួតកីឡាបដាល់ពិសេសគឺថាបងឃើញក្នុង Facebook ខ្លះទៅក៏យកទូរស័ព្ទឪពុកខ្លះទៅយកទូរស័ព្ទថតគ្រប់ Facebook ទាំងអស់ចាប់ផ្ដើមមានមោទនភាពមួយខ្លះទៅហូសរ៉ៃពុតហូឈ្នះហើយកម្ពុជាយើងគាត់ថាសំបីតែបងអូននៅលើសេវីនប៉ុន្តែនៅខាងក្រៅក៏មានមោទនភាពខ្លាំងមែនទែនសម្រាប់កម្ពុជាយើងដល់ពេលបងអូនឈ្នះពេលនោះអារម្មណ៍បងអូនយ៉ាងម៉េចពេលដែលថៃនៅទីនោះគេទទួលស្គាល់យ៉ាងម៉េចដែរពេលដែល គេទទួលស្គាល់ថាយើងក្បាច់គុណខ្មែរយើងល្អហើយខ្លាំងហើយគេទទួលស្គាល់ដែរហើយខ្មែរនៅក្នុងគេគាំទ្រច្រើនមែនតើ មានពលករយើងទៅមើលច្រើនទេ ទៅមើលច្រើនហ្មងទៅមើលច្រើននៅពលករខ្មែរធ្វើការនៅស្រុកថៃគេទៅមើលច្រើន អូអញ្ចឹងបានឃើញគេឆាតមកបងច្រើនហើយក្នុងនេះក្នុងឱកាសនេះបងក្នុងនាមបងសានមន្ទឿនជំនួសឲ្យកីឡាករពុតហុច
បងសានមន្ទឿនក៏សូមថ្លែងដល់គុណដល់ក្មួយប្រុសបាទក្មួយស្រីប្អូនប្រុសប្អូនស្រីបងប្រុសបងស្រីដែលជាពលករនៅប្រទេសថៃហើយឆ្លៀតទៅលើកទឹកចិត្តផ្ទាល់ដល់កីឡាកររបស់ប្រជាជាតិកម្ពុជារបស់យើងយើងមានមោទនភាពជាតិបំផុតជាការលើកទឹកចិត្តនេះហើយដែលធ្វើឲ្យពុតហុចមានកម្លាំងចិត្តថែមទៀតអញ្ចឹងបងសូមអរគុណដល់ពលករនៅថៃបងចង់សួរទៀតដល់ពេលឃើញពលករយើងទៅច្រើនយើងមានអារម្មណ៍យ៉ាងម៉េចដែរពេលហ្នឹងមានកម្លាំងកាន់តែខ្លាំងគឺថាខ្មែរលើកទឹកចិត្តច្រើនអត់តែខ្ញុំវាយត្រូវហូលើកទឹកចិត្តកាន់តែខ្ញុំមានកម្លាំងចិត្តឡើងបាទកាន់តែខ្ញុំមានកម្លាំងចិត្តវាយកាន់តែបងអូនឆ្លងកាត់មកដំណាក់កាលនឹងមួយហើយបាទចុះដំណាក់កាលមួយទៀតដំណាក់កាលមួយទៀតបាទបងអូនចេះជាមួយកីឡាករណាទៀតដែរបងកីឡាករហ្នឹងជំនឿចិត្តអីគេស៊ុយអែតជួយចិត្តស៊ុយអែតដូចខ្លាំងណាខ្លាំងបងមើលដូចវាយថៃឲ្យសន្លប់វាវាយថៃសន្លប់ហើយវាធ្លាប់វាយមួយយិសិនខ្លាយអូធ្លាប់វាយជាមួយនឹងកីឡាករបាទយុទ្ធយិសិនខ្លាយយុទ្ធយុទ្ធសិនក្រៃអូទៅដល់ភ្លាមធ្លាប់វាយជាមួយស្ដេចបដារបស់ថៃទៀតទៅដល់ភ្លាមថាអាហ្នឹងល្អខ្ញុំចង់ភ័យដែរបាទចង់ភ័យបាទពួកខ្មែរយើងហ្នឹងល្អប្រយ័ត្នកែងប្រយ័ត្នដៃអត់ទេបងអូអញ្ចឹងមានន័យថាកីឡាករCS ទេបាទ CS ហ្នឹងធ្លាប់ប្រកួតជាមួយស្ដេចថៃស្ដេចបដាថៃទៀតបាទធ្លាប់យុទ្ធខ្សែក្រៃនេះខ្លាំងណាស់បាទយុទ្ធខ្សែក្រៃបាទខ្លាំងណាស់ហើយដល់ពេលហើយបងឃើញកីឡាករហ្នឹងវាយថៃឲ្យស្លាប់បាទវាយថៃស្លាប់តែខ្ញុំទៅដល់ពួកខ្មែរយើងគេប្រាប់ឲ្យយើងប្រយ័ត្នដៃកាត់ដៃវាបាទពេលល្អដៃល្អអីអញ្ចឹងដល់ពេលខ្ញុំរៀងភ័យអូដែរទៅដល់ភ្លាមគេថាវាល្អអានោះល្អថៃនឹងឈ្នះវាល្អហើយចុះដល់ពេលបងអូនចាប់ផ្ដើមប្រកួតតែម្ដងបងមានអារម្មណ៍ឈ្នះមួយហើយប៉ះជាមួយនឹងកីឡាករ CS សូមអញ្ជើញបងអូនរៀបចំការប្រកួតបន្តិចហើយពេលដែលបងអូនជើងបងអូនទាត់គេហ្នឹងហើយជើងទាត់ចុះទាត់គេចង់10ជើងហើយឲ្យមួយចុះស្នាមរបស់បងអូនយ៉ាងម៉េចពូប្រកួតតែឈ្នះជួបទៀតហ្នឹងមានបានសម្រាប់ណាប្រហែលបាទសូមអញ្ជើញរៀបរាប់បន្តិចបងប្អូនសម្រាប់បានតែ20នាទីបាទហើយចឹងបងអូនរៀបរាប់ពេលជួបជាមួយកីឡាករស៊ុយអែតទៀតដល់ពេលគេកំពុងវាយមួយថៃហ្នឹងខ្ញុំកំពុងនៅមើលទូនៅក្រៅបងអញ្ចឹងមានន័យថាពេលដែលកីឡាករស៊ុយអែតត្រូវប៉ះជាមួយនឹងបងអូនហ្នឹងបាទកីឡាករហ្នឹងត្រូវប៉ះមួយថៃព្រោះបងបានមើលដែរប្រកម្មនេះហ្នឹងគេចាក់ឆ្នោតបងចាក់ឆ្នោតខ្ញុំចាក់ឆ្នោតបានទូទី1មិនគេឲ្យយើងទៅវាយទូទី1ហ្មងយើងអាចចាប់ឆ្នោតពីរអ្នកខ្ញុំហ្នឹងអាចចាប់ឆ្នោតបានទូទី1ពួកវាចាប់ឆ្នោតបានទូទី2បាទចុះដល់ពេលបងអូនឃើញកីឡាករ CS ហ្នឹងពេលហ្នឹងបងអូនកំពុងមើល20ទីដែលសម្រាប់ដែលឈ្នះកីឡាករទូគីមួយហើយហ្នឹងបងអូនមានពេល20ទីហ្នឹងមើលគេប្រគល់ទូបាទមើលក្បាច់វាវាយបាទដល់ពេលបងអូនកំពុងមើលអារម្មណ៍បងអូនយ៉ាងម៉េចដែរពេលដែលសម្រាប់20ទីអារម្មណ៍ថាគិតដកស្រង់បច្ចេកទេសមិនដែលថាវាយឲ្យឈ្នះវាព្រោះវាល្អដៃល្អកាយអង្គុយមើលភិកខ្លួនឯងភិកខ្លួនឯងតែម្ដងបាទបងសរសើរពុតហុចឯងមែនទេបងសរសើរបងអូនមឿនសុកហុចឥឡូវដែរណាសរសើរមែនទេចុះដល់ពេលចាប់ផ្ដើមឃើញវាយថៃស្លាប់មួយឃើញកីឡាកររបស់CS វាយកីឡាករថៃឲ្យស្លាប់បាទស្លាប់ហើយដល់ពេលប៉ះបងអូនយ៉ាងម៉េចដែរដល់ពេលចាប់ដើមប្រកួតមួយបងអូនខ្ញុំតាមអារម្មណ៍ខ្ញុំអត់ផងអត់អីណាបាទគិតថាខ្ញុំអត់មុខខ្ញុំមិនអាចខ្ញុំស្លាប់ទេប៉ុន្តែបងសុំទោសបងអូនបន្តិចណាហើយក៏សុំទោសទស្សនិកជនផងដោយសារហើយបងឃើញបងអូនស្នាមបែកនេះបែកជាមួយប៉ះជាមួយនឹងកីឡាករ CS នឹងតែម្ដងណាបាទ CS ស៊ីវាប្រវាស៊ីវាល្អបាទបែកអាហ្នឹងមិនកៃបងម៉ាត់បាទម៉ាត់វាម៉ាត់តែម្ដងណាអានេះម៉ាត់ណាម៉ាត់ទាំងអស់បងអត់មានចូលកៃម៉ាត់ទាំងអស់មានចូលកៃទេបាទអាណិតមែនទែនបងប្អូនអ្នកស្នេហាវិស័យកីឡាបដាល់បាទយើងអាណិតហើយយើងមានមោទនភាពជាតិបំផុតហើយបងចង់សួរទៀតបងឃើញពេលដែលគេវាយបងអូនបងថាទៅហើយហុចបងឃើញវាវាយសុកពីក្រោមហើយម៉ាត់អូនឯងនៅតែស៊ូបានពេលនោះអរអូនមកពេលប្រកួតជាមួយនឹងកីឡាករហ្នឹងហើយតែពេលទឹកទី2ហ្នឹងវាបុកមកប្រាវហ្នឹងអារម្មណ៍វាបាត់ដែរព្រោះថាយើងហត់អងអីអងវាយសម្ពុកកាន់តែខ្លាំងបាទប៉ុន្តែនៅណាទឹកចិត្តតស៊ូព្យាយាមថាមិនអាចចាញ់ទេបានណាតស៊ូទេហើយយ៉ាងណាក៏ដោយទឹកចិត្តកូនខ្មែរបាទទឹកចិត្តដល់ពេលដល់ទឹក3ខ្ញុំអាចធ្វើបានល្អវិញចូលទឹក2ខ្ញុំចាញ់មានទឹក2ពេលដេញវាយខ្ញុំពឹងស្លាប់ហ្នឹងក៏ទឹក3ខ្ញុំប៉ិនបងឆ្ងល់ថាបើក្រៅពីបងអូនឯងបងថាទៅហើយប៉ុន្តែអូនឯងដូចមានពលឹងជាតិមួយថាដូចថាមានពលឹងមួយថាដូច
Campuchia rừng mom con khơi tàu ơi mồm là mồm tới đại đấy rồi về ra tăng chân ra bay tới cho tập bấy nhung cho quay bàn lọ khơi ôn trôi vay đặng mày chỉ cũng hay nó lần tuần nó này cách bán bằng khlang thật cách bán lên tăng tập bay ấy tăng tập bay ấy lên nó kia lọ đá cho nó pe trôi tập bay ôn plak đô phải chạy tới hiện mày này bay nhưng tại nhà đã mình cho quay mình cho vay cho bay bay nhưng ở chỗคือnơi thời chẳng được cái bị chạy đây chẳng tập bay nhưng tại nhà cho quay cho vay bốc thêm mà đâu bà cho quay bà nhưng tập bay nhưng thôi bạn on tại bạn kia cắt tụi ai smart cái này ở đây cái ai xóm rum cái tháp bongตัวโยบานxóm rum cái thápยุติท่อไอ้บองทาบองไทยจนเกเป็นอะไรมัดอะไรมัดได้คือไอ้นักงะกรอยตายว่าให้ไอ้เว้ยอ๋อไอ้พวกนั้นเราแต่รังฟังบองทับบองนั่นเราขนมประตุบมันไม่นะบองมุ้ยนะเนี่ยแต่สไนฮาบิไซกีฬาประดับก็ถ้าเอาแต่เคยโอนก็ทำมันลุกมือกรุบคณีทำดอกเนี่ยได้ช่วยจัดตุสนากรรมวิธีกีฬาประดับก็ไม่กุนโบราณทำไมได้ที่งนหรอกีฬาโคไทยซีเอสกีฬาโคไทยนึกสลบไอ้ซาได้เนี่ยเคยบอกมาได้ไปกรองมากร้อมเรื่องเนี่ยมาดอกบ่ายยมตั้งจัดเลยเนี่ยบ่าตั้งจัดเติร์ดแต่ยกกิจยุทธสายกับวัดจูนประเทศจังไงบ้างคือทำมีอารมณ์จังมุ้ยมั้งแต่เป็นเติร์ดก็มีอารมณ์จังไงอ๋อเลยมองอ่ะตึกปีเล่นมั้งปัจจัยอารมณ์นกกิจมุ้ยท่าอารมณ์เนี่ยท่ามันต่อสู้นึกแต่ต่อสู้เราต่างห้ามจงกรอยสวยใบทองไอ้ทองใบบางเคยใบทองไอ้ทองไปโฮเชียมันกันสอกลุนบาทที่จะพูดชุบจมูกกะลากรนะเดี๋ยวเอาฮะบาจังพูดตัวบานสายกับวัดนี่จะสายกับวัดระบบพูดบาสมพูดเลิกติดบางหายจุ่มรวมเชื่อระบบยืงบัดนี้เชื่อสายกับวัดระบบปริจินจากการไปเชื่อระบบยืงให้สายกับวัดเคยลงดับหนักพิภพโลกบองโอนยืนมีมุตนะทิพย์ไอ้สายกับบัดนี้ชนะนี่มันเป็นชนะแต่กีฬาก็ปุดหุ่ยจมูกนึงคลับปุดสไลบงมวยเตะคือถ้าก้นขมายเตียงขนมนักกราบเตะคือถ้าชนะตั้งออกเนี่ยไอ้ดอมลูกจุ่มติวอมปูมิงเมียตั้งพิธีกรองเราดอจุนบัดคือถ้ายืนชนะตั้งออกเนี่ยยืนชนะเป็นนี่คือถ้ายืนบังหายเอาพิภพโลกเมื่อเคยท่าขมายปุดจะขลังก้นขมายคือถ้าขลังบังพดไอ้ยังเคยท่ามันธรรมดาได้ป่ะคือถ้ากีฬาโกซีไอ้ตั้งไฟสไลด์ประดาลบ่เอาตลบไอ้นี่คือเชียมันธรรมดาที่บองโอนยังเคยหายบ้านเราแล้วบองซุ่มมันต่อสมดูมันต่อติดนึกไปแต่โอนเนี่ยเคลียมโอนพุทธนามาประเทศกัมพูชีแต่มาด้อเป็นยังไงแต่ยมสำนักนั่นมาหยกบอกสระนั่นมาหยกในทางไวจอบยกแง่ตัดสำนักนั่นมาหยกไปลำล้างมันจริงมาบ่าจังเราโนมีนเคยมีตุไทยคือเก็บทรายกับแซดไทยทรายจานเหมือนเดิมทรายเชิญให้เกสเพียโอนจานเด้เกสเพียในคลับดังเกสเพียแต่ก็เราคลับไทยน้องเกปอกทานในเกมอสเพียยมได้บาเกมอสเพียกรุ๊ปบาให้นังเมียนตั้งปีบางเคยเมียนตั้งปีตัวไทยเมียนตั้งปีเว็บไซต์ระบบไทยเมียนตั้งปีก็เอาแต่มากระสินตุสนาประเดี๋ยวระบบไทยบ้านไซต์กัมพูชีคลังให้บองส้มตู้ให้ประรำวอนบ้านประมาณนี้โอนประรำวอนนั้นบ้านปีไซน์บ้านแต่การพิจารณาประมาณ10,000ซอมาไซน์20,000มั้งจังเมียนในไทยยังบ้านปีไซน์บาทไปยังสรุปtới chiêng 5,000 $มันได้cái cắt ở chiêng 2,000 chất địa đá cái cắt ở chất địa đá thôi chân dân sau phải hay tung bằng cất $3 phải 3,000 phải 3,000 thì nên cái cắt má phẩm 70,000 บาทmình nó bán 200,000 บาทtầm lấy xe của bạn đi bong phôn là sum bạn tầm lấy xe của bạn đi mua cái thay dân ban tầm lấy xe của bạn 200,000 บาท bong phôn 200,000 บาทbên tay cái cắt lấy cái cắt thay đất cắt thay giờ hôi bị rồi dừng từ bong pun ấy kia thế và bong pun dừng miền bong pun kia thôi cái cắt còn 70,000 บาทchẳng bị chiêng 2,000 là cái cắt chẳng dừng sau hay 3,000 là thế cắt ở tràn
ពេលនោះមានដែលមានថៃអីគេមកទៅសើបងអូនយ៉ាងម៉េចដែរមានកីឡាករថៃអីគេមកពេលបងអូនឈ្នះភ្លាមហ្នឹងគេមានទៅសើតែម៉េចដែរគេសរសើរហើយគេសុំមកថតរូបជាមួយសុំថតរូបច្រើនតែម្ដងច្រើនណាស់ពេលនោះបងអូនមានអារម្មណ៍យ៉ាងម៉េចដែរនៅពេលហ្នឹងខ្ញុំមានអារម្មណ៍រំភើបរីករាយមែនតើហើយខ្ញុំមិននឹកស្មានថាខ្ញុំមកដល់ពេលហ្នឹងមិនអាចបាទអញ្ចឹងបាទបងប្អូនដែលប្រើប្រាស់នៅបណ្ដាញសង្គមមក Facebook ព្រឹត្តិការណ៍នៃការប្រកួតគឺថាបងប្អូនបានស្ដាប់អំពីបតិចtechnique នៃការប្រកួតក៏ដូចជាបទពិសោធន៍ខ្លះៗនៅលើសៃវៀនប្រដាល់ហើយសូមជម្រាបប្រាប់ផងដែរថានេះមិនមែនជាការលេងសើចនៅលើសៃវៀនប្រដាល់ទេបងប្អូនឥឡូវយើងសិក្សាអំពីកម្រិតជីវភាពរបស់កីឡាករកម្ពុជាយើងវិញតើកម្ពុជារបស់យើងដែលជាកីឡាករក្បាច់គុនបុរាណខ្មែរតើគាត់មានជីវភាពបែបណារហូតដល់គាត់អាចដណ្ដើមខ្សែក្បាត់បានអញ្ចឹងសូមបងប្អូនស្ដាប់អំពីជីវប្រវត្តិរបស់បងប្អូនពុតហុចបន្តិចសូមរីករាយដូចទៅបាទពុតហុចបងប្អូនអាចញ៉ាំយកកម្លាំងសិនបងប្អូនអាចញ៉ាំទឹកសុទ្ធម្ដងសូមអាចទៅយកទៅអីមួយបងប្អូនអូខេអត់អីចាហើយនេះគឺជាបងប្អូនណាបងប្អូននេះគឺជាបងប្អូនបង្កើតបាទឥឡូវបងប្អូនខ្ញុំសូមសួរប្រវត្តិឥឡូវយើងដឹងអំពីភាពជ័យជំនះយកខ្សែក្រវ៉ាត់មកជូនជាតិមាតុភូមិឥឡូវយើងចង់ដឹងអំពីជីវប្រវត្តិរបស់បងប្អូនវិញអូនទៅមើលម៉ូតូមកលូយ៉ាប់មើលម៉ូតូគេលួចបាត់បាទខ្លាចបាត់ម៉ូតូទៀតបាទអរគុណបងចង់សួរបងប្អូនថាតើបងប្អូនមានឈ្មោះឈ្មោះដើមពិតប្រកបឈ្មោះអ្វីដែរឈ្មោះដើមពិតប្រកបមឿនសុកហុចបងមឿនសុកហុចបាទបងប្អូនមានឪពុកឈ្មោះអ្វីដែរឈ្មោះមឿនឪពុកឈ្មោះមឿនបាទមឿនបាទលោកមានអាយុប្រហែលឆ្នាំ56ហើយចំណែកអ្នកម្ដាយតើមានឈ្មោះអ្វីដែរឈ្មោះរឿនហើយលោកមានអាយុប្រហែលឆ្នាំដែរអាយុ54ឆ្នាំហើយមានបងប្អូនបង្កើតទាំងអស់ប្រហែលអ្នកបងប្អូនហ្នឹងច្រើនណាស់បងពី10នាក់12នាក់អូ12នាក់ហើយបងអូនជាកូនទីប្រហែលខ្ញុំកូនបន្ទាប់ពៅជាកូនបន្ទាប់ពៅហើយក្នុងនោះមានបរិសុទ្ធប្រហែលស្ត្រីប្រហែលបងអូនស្រី3សល់ម៉ានប្រុសទាំងអស់ហើយឪពុកម្ដាយខ្សែស្រឡាយមានជាប់ឈាមចូលជាពូជអ្នកប្រដាល់តកូលអ្នកប្រដាល់ទេបងអូនអត់ជាប់បងខ្ញុំស្រឡាញ់ខ្សែនឹងកូនលួចរត់ពីស្រុកមកហាក់ដល់គាត់អត់ចង់អត់ឲ្យខ្ញុំវាយអត់ឲ្យហាក់ហ្នឹងគាត់មកតាមយកពីពេញហ្នឹងទៅស្រុកវិញដែរប៉ុន្តែខ្ញុំគេចេញពីគាត់តាំងទូចហើយខ្ញុំថាតស៊ូហាក់ខ្ញុំស្រឡាញ់ខ្សែហ្នឹងបងតាំងទូចចេញមកតាំងអាយុ3 14 10ឆ្នាំស្រឡាញ់តែម្ដងហើយសុំទោសកម្រិតវប្បធម៌បងអូនសិក្សាបានថ្នាក់ណាដែរបងអូនខ្ញុំកម្រិតវប្បធម៌ថ្នាក់ទី4ថ្នាក់ទី4ទេបាទទេប៉ុន្តែឃើញបងអូនឡើងសេវៀនបងឃើញថាដូចបងកហាញយុភាពដូចថាខ្មែរអង្គរអង្គអាចបងមើលទៅឃើញគេចាត់កម្លាំងចិត្តបងឃើញនៅលើសេវៀនព្រោះថាពេលប្រកួតហ្នឹងមកកម្ពុជាខ្មែរយើងខមមិនច្រើនខមមិនជឿចាក់លើខ្ញុំជឿចាក់លើខ្ញុំ 100% ដល់ពេលអញ្ចឹងខ្ញុំនឹងមានកម្លាំងចិត្តតទៅទៀតកម្លាំងចិត្តតែម្ដងបើកមើលខមមិនគេខមមិនមកគេលើកទឹកចិត្តបាទអញ្ចឹងជាការខមមិនឥឡូវនេះក៏បងប្អូនខមមិនច្រើនដែរលើកទឹកចិត្តរបស់បងប្អូនបាទហើយបងចង់សួរថាបងប្អូននៅស្រុកកំណើតកើតជានៅទីណាដែរបងប្អូនស្រុកកោះស្ទឹងស្រុកកោះស្ទឹងបាទខេត្តកំពង់ចាមអូអ្នកខេត្តកំពង់ចាមបាទអូខ្លាំងមែនទេអ្នកខេត្តកំពង់ចាមមិនធម្មតាមែនអ្នកខេត្តកំពង់ចាមសិតតែចេញមកពីអ្នកល្បីច្រើននាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែនក៏នៅកំពង់ចាមហើយលោកជំទាវប៊ុនរនីក៏នៅកំពង់ចាមហើយតកែទូហងមេះអឹងឆៃងួនក៏នៅកំពង់ចាមខ្ញុំដែរនៅកំពង់ចាមហើយវ៉នវិវាក៏នៅកំពង់ចាមព្រៀបសវត្តហ្នឹងក៏ក្រុមគាត់នៅកំពង់ចាមដែរខេមរៈសេរីមុនក៏នៅកំពង់ចាមដែរអូអ្នកកំពង់ចាមសិតតែតំបន់ឆ្អឹងនេះគេហៅតំបន់ឆ្អឹងនេះណាបាទអញ្ចឹងសង្ឃឹមថាហើយបងចង់សួរថាប្រវត្តិប្រកួតប្អូនទាំងអស់បានប្រមាណប្រកួតដែរប្អូនបាន100ជាងបាន100ប្រកួតជាងបាទហើយឈ្នះប្រហែលដងបងចាញ់7 10ដងចាញ់តែ17ដងទេបាទ
ស្មើ4សល់ប្រហែលឈ្នះទាំងអស់ បាទ ពិតជាមានមោទនភាពមែនតែនហើយក្រៅពីអាជីពជាអ្នកប្រដាល់តើបងអូនមានមុខរបរអ្វីដែរ ខ្ញុំរត់កង់3 អូរត់កង់3ហើយចុះរាល់ដងឲ្យតែចុះពីលើសេវៀនហើយរត់កង់3 បាទគេថាប្រើប្រាក់ហូបចប់តែខ្លះហ្នឹងបាទរត់កង់3លេង មួយថ្ងៃបានប្រហែលទៅអូនពេលដែលយើងចុះពីលើសេវៀនមក 3-4ម៉ឺនជួនថ្ងៃណាបានថ្ងៃណាអត់ដែរណា ជួនកាលអត់ទៅជួនកាលបានទៅ ហើយក៏អត់មានសូវពេលវឹកហាត់ច្រើន អត់ទៅមានពេលវឹកហាត់ច្រើនទេ ព្រោះយើងត្រូវការលុយជីវភាព ជីវភាពហើយផ្ញើទៅម្ដាយពួកបងប្អូនច្រើនណាស់ណា បងអូនចាម្ដាយចាស់ ហើយចឹងចុះពីលើសេវៀនរាល់ដងឲ្យតែចុះពីលើសេវៀនឲ្យទៅរត់កង់3ហើយបាទ ហើយដែលមានគិតថាគេហូបចុកគ្រប់គ្រាន់កីឡាគេហូបចុកគ្រប់គ្រាន់ហើយគេវាយចាញ់បងអូនចឹងបងអូនមានមោទនភាពជាតិទេមើលទៅ មានមូលអភិបលនឯងខ្លាំងមែនតើ បាទដូចថាប្រទេសគេមានការហូបចុកហ្វឹកហាត់អីកន្លែងហ្វឹកហាត់គេរត់ហើយបានគេទឹកដាក់ គេយើងដាក់គ្រប់គ្រាន់តែថានៅគេចាំតែហាត់ហើយហូបចុកលើគេទាំងអស់ចឹងតែគេគ្រប់គ្រាន់បាទហូបឆ្ងាញ់ដូចជីវភាពយើងតែថាវាយទៅបានលុយ បើយើងវាយអត់បានលុយ បាទអត់វាយអត់លុយចឹងវាអត់សូវមានពេលវឹកហាត់គ្រប់គ្រាន់ បាទ បាទណាជីខ្ញុំគេថាឆ្លៀតទៅបន្តិចយើងមកហាត់បាទ ក្នុងនាមបងអូនជាម្ចាស់ខ្សែក្រវ៉ាត់លំដាប់ថ្នាក់ពិភពលោកមួយបងចង់ឲ្យបងអូនសំណូមពរទៅដល់ដូចថាប្រជាប្រដ្ឋខ្មែរយើងក៏ដូចជាធ្វើអ្វីដើម្បីឲ្យកីឡាករខ្មែរយើងដូចបងអូនចឹងមានកម្លាំងចិត្តដើម្បីប្រកួតយកខ្សែក្រវ៉ាត់នេះដែលជូនជាតិមាតុភូមិរបស់យើងនេះបាទហើយអញ្ចឹងបងប្អូនឃើញហើយតែខ្សែក្រវ៉ាត់នេះស្អាតមែនទែនបងប្អូនខ្សែក្រវ៉ាត់នេះស្អាតណាស់ហើយយើងមានមោទនភាពជាតិហើយគ្នាទៅណានេះស្ពីមកកបោបនឹងឯងមកហើយអញ្ចឹងបងអូនសំណូមពរអ្វីទៅដល់ប្រជាជនខ្មែរយើងក៏ដូចជាអ្នកមានឬឯកឧត្តមលោកជំទាវទាំងអស់ហើយដើម្បីឲ្យកីឡាករខ្មែរយើងមានទឹកចិត្តដូចបងអូនថាខមមិននេះមួយការលើកទឹកចិត្តនេះពីរបាទសូមអញ្ជើញបងអូនមានអីនិយាយបាទសូមអញ្ជើញនិយាយទៅជាប្រដ្ឋខ្មែរយើងមិនសប្បាយចិត្តមែនតើដែលឃើញជាប្រដ្ឋខ្មែរយើងលើកទឹកចិត្តខ្មែរយើងទៅប្រកួតនៅប្រទេសថៃហើយខ្មែរយើងពេលឆ្នះសប្បាយចិត្តមែនតើបាទអរគុណបាទក្នុងនោះមែនតើបាទហើយក្នុងនោះខ្ញុំបាទមិនមានអ្វីទេបងប្អូនហើយខ្ញុំបាទក៏យ៉ាងណាក៏សូមថ្លែងអំណរគុណបាទចំពោះឯកឧត្តមលោកជំទាវអស់លោកលោកស្រីនាងកញ្ញាពិសេសគឺបងប្អូនអ្នកដែលប្រើប្រាស់នៅបណ្ដាញសង្គម Facebook ដែលលើកទឹកចិត្តបាទដល់កីឡាករជាម្ចាស់ខ្សែក្រវ៉ាត់ពិភពលោករបស់ប្រជាជនកម្ពុជារបស់យើងហើយដូចបងប្អូនពុតហុចគាត់ថាហើយដោយសារពេលដែលគាត់មុននឹងគាត់វាយគាត់មើលខមមិនអញ្ចឹងណាបាទមើលការខមមិនឃើញបងប្អូនយើងកម្លាំងចិត្តបាទគាត់ថាមានកម្លាំងចិត្តពេលដែលបងប្អូនខមមិនមកគាត់ថាមិនបាច់ថាឲ្យលុយទេមិនបាច់ថាឲ្យលុយឲ្យអីច្រើនទេគាត់ថាលើកទឹកចិត្តចំពោះបងប្អូនខ្មែរយើងដែលស្នេហាវិស័យកីឡាប្រដាល់ខមមិនលើកទឹកចិត្តគឺថាគាត់មើលខមមិនហើយតែគាត់មានកម្លាំងចិត្តដើម្បីធ្វើការប្រកួតហើយចំពោះបងប្អូនដែលមិនមានថវិកាប៉ុន្តែខ្ញុំជឿជាក់ថាសហព័ន្ធកីឡាប្រដាល់កម្ពុជាបាទស្ម័គ្រចិត្តគឺថាឯកឧត្តមតែមើលនឹងមិនយកភ្នែកមើលកីឡាករមឿនពុតហុចមឿនសុកហុចបាទដែលជាម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកបាទទើបតែដដើមបានថ្មីទេហើយខ្ញុំសង្ឃឹមថាបណ្ដាក្រុមហ៊ុនsponsor ផ្សេងតាមស្ថានីយទូរទស្សន៍ខ្ញុំសង្ឃឹមថាបណ្ដាក្រុមហ៊ុនយើងនឹងចូលរួមលើកទឹកចិត្តឬក៏ឧបត្ថម្ភជាថវិកាដើម្បីឲ្យកីឡាកររបស់យើងមានកម្លាំងទឹកចិត្តបន្ថែមទៀតហើយក្នុងនោះខ្ញុំជឿជាក់ថាប្រមុខបារីរដ្ឋាភិបាលបាទពិសេសគឺសម្ដេចអគ្គមហារាជហ៊ុនសែនបាទខ្ញុំគិតថាពេលដែលពុតហុចនឹងយកខ្សែក្រវ៉ាត់បាននេះហើយខ្ញុំសង្ឃឹមថាបាទសម្ដេចបាទខ្ញុំសង្ឃឹមថាសម្ដេច
cái mà đây cho hôn sen cái đôi chia lô chấm tiêu cái tệ rất bận đứt buôn rì hôn sen cái đôi chia ốc nhà ép đom nè miên mùi chấm nuôn nhóm chưa tha mình mơ rùm lông đo cái lá co chốt vì lơ sai viên rút con bay mình đã tệ hai nhóm sừng khâm tha sắm đạch cái mà đây cho hôn sen bạt nâng chui đôi chui cái lá co vùng nói bạt đôi chui cái lá co bớt khăm đôi chui cái lá co đợt tây tiết để có thăm khang tới 5 pon khang tới 3 pon khang tới $10,000đi kêu rung trắng có sắm đạch có thăm đấy để chẳng khi nhôm sừng khâm tha sắm đạch để cho hôn sen sắm đạch để cho hôn sen nâng mình mơ rầm lông đấy khi chưa vậy tha nâng hai tư ôn mà ngay chứ mình đăng tới bị pro tha sai cả vắt luôn đập bị phục lốp khi nhôm sừng khâm tha sắm đạch chơi lương tìm mũi hai chưa có chia kết thì chú và chun sắm đai hôn sen đây bạn bị pro tha và tăng vị máu cái tha mình đai miên đi và mình đai miên thì nông của bot sa cây lai bật đào bot đi trên Campuchia hai kết mới cùng rất chi bậc hiệp cron phải chọc vì lơ xài viên bật đáពេលដែលគេសួរថាអ្នកណាឈ្នះសម័យដែលចូលសែនកូនខ្មែរមើលខ្លាំងថាបដាល់អញ្ចឹងហើយខ្ញុំសំណូមពរថាប៉ុន្តែសម្ដេចមិនមើលរំលងទេគឺថានឹងជួយដល់កីឡាករពុតអុចដើម្បីជារង្វាន់លើកទឹកចិត្តដូចកីឡាករដទៃទៅដែរខ្ញុំនិយាយនេះមិនមានថាខ្ញុំចង់បានអីទេគឺថាសំខាន់ចង់ឲ្យគេសួរថាពីណាឈ្នះកូនចៅដែលចូលសែនឈ្នះខ្សែក្រវ៉ាត់ពិភពលោកបាទចឹងគឺថាសម្ដេចនឹងជួយហើយសំខាន់គឺលោកជំទាវបូរនីហ៊ុនសែនតែប្រឌិតនឹងជួយដល់កីឡាករពីព្រោះថាកន្លងមកមានគាត់ជួយបាទចឹងបងប្អូនមានអ្វីនិយាយបន្តិចបាទសូមអញ្ជើញសូមសំណូមពរទៅសម្ដេចតិចមកក៏លោកសម្ដេចជួយបាទសូមអញ្ជើញខ្ញុំក៏សម្ដេចតែណាមួយជួយហ៊ុនសែនសូមឲ្យសម្ដេចជួយផងពីព្រោះថាខ្សែក្រវ៉ាត់នេះមិនមែនខ្ញុំឈ្នះទេសម្ដេចក៏ឈ្នះដែរសូមឲ្យសម្ដេចជួយក្នុងជីវភាពខ្ញុំផងព្រោះជីវភាពផងថ្ងៃវាអត់សូវនេះធូរធារវ៉ាអើបាទហើយអរគុណជាចុងក្រោយហើយអំបញ្ញមិញនេះថវិកា$20ពីបងនេះខ្ញុំបាទគ្មានអីទេបងប្អូនខ្ញុំបាទបងប្អូនដឹងហើយជីវិតនៅផ្ទះជួលអញ្ចឹងទៅខ្ញុំក៏ផ្ដាច់ពីមាត់ពីកហ្នឹងក៏បានជូនបងប្អូន$20ដើម្បីគ្រាន់តែចាក់សាំងកង់3បន្ថែមទៀតហើយសង្ឃឹមថាបងប្អូនយើងពេលសិនអ្នកចូលចិត្តទស្សនាកីឡាបដាល់មានលើកទឹកចិត្តដល់កីឡាករប្រជាជាតិកម្ពុជារបស់យើងហើយខ្ញុំបាទក៏ជាចុងក្រោយខ្ញុំបាទក៏សូមចាក់បទចម្រៀងមួយបទបាទដែលជាស្នាដៃនិពន្ធរបស់ខ្ញុំបាទនិពន្ធរួមគ្នាជាមួយនឹងលោកកែវសំអាងដែលជាឪពុកបាទបង្កើតរបស់កីឡាករកែវរំចង់បាទខ្ញុំសរសេរទៅខ្ញុំថតខ្ញុំចេញលុយថតខ្លួនឯងខ្ញុំអង្គុយសរសេរពីអ្នកគាត់ដើម្បីលើកទឹកចិត្តប៉ុន្តែបទចម្រៀងដែលបងសរសេរហ្នឹងវាហាក់បីដូចជាត្រូវនឹងសាច់រឿងរបស់បងប្អូនតែម្ដងបាទហើយចឹងហើយខ្ញុំពេលឃើញមកឯងបរោះដាក់អត់មានអីទេបរោះតែពេលឃើញមកឯងបរោះដាក់ខ្ញុំរំភើបចិត្តតែខ្ញុំទៅស្ដាប់ឲ្យបាទបទនេះគឺថាព្រោះមែនតើហើយចឹងទៅខ្ញុំសូមចាក់បទនេះមកបទសូមជូនដល់កីឡាករខ្មែរយើងទាំងអស់គ្នាបាទសូមជួយដល់កីឡាករខ្មែរយើងទាំងអស់គ្នាហើយព្រោះមិនព្រោះក៏មេត្តាសូមខន្តីអភ័យទោសដល់ខ្ញុំបាទផងប៉ុន្តែក្នុងបេះដូងស្រឡាញ់បាទវិស័យកីឡាផ្ដាល់ប៉ុន្តែបទនេះខ្ញុំមិនទាន់បានមានលុយថតការ៉ាអូខេផងហើយក៏ស្រាប់តែបទខ្ញុំដាក់ថាជីវិតអ្នកប្រដាល់គុណខ្មែរប៉ុន្តែបទហ្នឹងដល់ពេលបងបង្ហោះតាម Facebook ពេលដែលបងអូនឈ្នះភ្លាមបងអូនមើលឃើញអារម្មណ៍យ៉ាងម៉េចនៅក្នុងចិត្តបើសុំកាមេរ៉ាចាប់នេះបាទខ្ញុំឃើញបទហ្នឹងហើយនឹងត្រូវសាច់រឿងខ្ញុំទៀតខ្ញុំរំភើបចិត្តសប្បាយចិត្តមែនទែនមកបាទហើយបទនេះសំខាន់គឺកូនខ្មែរបានឈ្នះក្បាច់គុណបាទគឺខ្ញុំសប្បាយចិត្តហើយសូមបងប្អូនស្ដាប់ដូចត្រូវសាច់រឿងបាទសូមអញ្ជើញឲ្យកាមេរ៉ាសូមឲ្យតាចាប់បាទខ្ញុំសូមចាក់ចម្រៀងឲ្យផ្ញើជូនបងប្អូនហើយជួបឈាមសង្គ្រាមប្រដាល់ជីវិតរូបខ្ញុំជាអ្នកប្រដាល់គុណខ្មែរ
ការនៅលើលោកកាញើសលីនឹងឈាមសង្គ្រាមប្រដាល់ជីវិតនេះជារឿងពិតឥតប្រឌិតឡើយធ្វើម្ដេចរូបខ្ញុំត្រូវជ្រើសរើសហើយសូមបងអូនអើយគាំទ្រខ្ញុំផងពេលឈ្នះគាំទ្រអបអរស្រឡាញ់ពេលដែលខ្ញុំចាញ់ស្រឡាញ់បាត់អស់សង្គ្រាមស្លាប់មនុស្សបាក់ដៃបាំងជើងរំព្រោះឈ្មោះជាអ្នកប្រដាល់តែមិនអ្វីទេចាញ់ឈ្នះជារឿងធម្មតាក្បាច់គុណកាមេរ៉ាចាជាប្រវត្តិចាចេញអើយឆ្ងាយបាទបទចម្រៀងមួយបទនេះបាទខ្ញុំបាទក៏សូមផ្ញើជូនទៅដល់បងប្អូនដែលចាប់អាជីពដែលជាអាជីពជាកីឡាប្រដាល់ឲ្យបងបានចូលរួមចំណែកថែនៅក្បាច់គុណបុរាណខ្មែរហើយរហូតដល់គូនខ្មែរយើងយកបានខ្សែក្រវ៉ាត់លោកបាត់ថ្នាក់ពិភពលោកហើយជារឿងមួយដែលមានមោទនភាពជាតិហើយខ្សែក្រវ៉ាត់នេះក៏សូមផ្ញើជូនដល់កូនខ្មែរទាំងអស់គ្នាពុតហុចមិនមែនឈ្នះតែកីឡាករមឿនសុខហុចទេគឺតែយើងឈ្នះទាំងអស់គ្នាបងកងយុទ្ធពលខេមរៈភូមិមិនក៏ឈ្នះបងប៉ូលីស PM ក៏ឈ្នះបងប៉ូលីសក៏ឈ្នះតាហ៊ានក៏ឈ្នះកូនខ្មែរយើងគឺថាឈ្នះទាំងអស់គ្នាបងប្អូនទាំងនៅក្រៅប្រទេសហើយយើងដឹងថាទោះបីជាបងអូនអាជីពជាអ្នករត់កង់3យ៉ាងណាក៏ដោយក៏ប៉ុន្តែបងអូនតស៊ូស្លាប់រស់នៅលើសៃវៀនប្រដាល់ដើម្បីយកកិត្តិយសជូនជាតិហើយសង្ឃឹមថាជាតិនឹងជួយបងអូនវិញក្នុងវិស័យណាក៏ដោយហើយបទចម្រៀងនេះក៏សូមផ្ញើជូនដល់បងប្អូនដែលកំពុងទស្សនាការផ្សាយផ្ទាល់របស់ខ្ញុំបាទជាចុងក្រោយខ្ញុំបាទក៏សូមថ្លែងអំណរគុណបាទចំពោះបងប្អូនទាំងក្នុងនិងក្រៅប្រទេសដែលចូលចិត្តតាមដានរាល់កិច្ចសម្ភាសរបស់ខ្ញុំបាទបើសិនជាការសម្ភាសខ្ញុំបាទជាមួយនឹងកីឡាករជាម្ចាស់ខ្សែក្រវ៉ាត់ថ្មីក្តៅអ៊ុនបាទមឿនសុកហុចបើមានពាក្យពេចន៍ខុសឆ្គងកំហុសខុសឆ្គងដោយអចេតនាមេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទពុតហុចចុងក្រោយមានអ្វីចង់និយាយបងជាលើកក្រោយដែរខ្ញុំសូមណែអំណរគុណដល់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ជូនពរឲ្យប្រកបមានសុខភាពល្អរកស៊ីមានបានគ្រប់គ្រងគ្រួសារបាទអរគុណហើយជាចុងក្រោយខ្ញុំបាទពីអ្នកកីឡាករពុតហុចបាទសូមលើកខ្សែក្រវ៉ាត់ហើយខ្ញុំបងក៏សូមជូនទឹកសុទ្ធអីវ៉ាជាមួយបងអូនចំនួន2កេសដើម្បីលើកទឹកចិត្តបងអូនតែបងវាអត់ដែរបើសិនជាបងមានមកឧបត្ថម្ភ500វាអត់ដែរបើ$20ហ្នឹងផ្ដាច់ជាមួយពីកជូនបងអូនណាបាទអរគុណពេលនេះខ្ញុំបាទបានបង្ហាញខ្សែក្រវ៉ាត់ជូនកូនខ្មែរទាំងអស់គ្នា